ចាំខ្ញុំនៅtinរឿងមួយឲ្យលោកស្ដាប់ជាយូរមកឲ្យមានស្ដេចមួយអង្គដែលស្រឡាញ់ចាប់មួយក្បាលអ៊ីចាប់ពីពេលនេះទៅខ្ញុំជាពូរបស់ឯងហើយព្រះអង្គបានធ្វើត្រង់មួយដ៏ប្រណិតដើម្បីដាក់ចាប់ចិញ្ចឹមរបស់ខ្លួនបើគ្មានការអនុញ្ញាតពីខ្ញុំនាងមិនអាចមកវិញបានឡើយស្ដេចនោះបានខំចាប់នោះទុកជាយូររហូតនាងមិនដឹងពីរបៀបដែលខ្លួនហើខ្ញុំដឹងនាងស្អប់ខ្ញុំបន្ទោសខ្ញុំតែខ្ញុំចង់ប្រាប់នាងថានាងត្រូវនៅក្បែរខ្លួនខ្ញុំលោកបានអ្វីដែលលោកចង់បានកាលពី3ឆ្នាំមុនហើយសញ្ញេឈ្មោះនាងទៅកុំកាត់ចាំងគ្រប់គ្រងខ្ញុំទៀតអីសោះសេវ៉ាន់អ៊ីទោះជាយើងលែងលះគ្នារួចតែខ្ញុំនៅតែជាពូរបស់នាងសៀវសុំនៅស្រឡាញ់ប្រុសនោះទៀតហ៎សាហ្វៃខ្ញុំសុំទោសដែលខ្ញុំទិញប្រយោជន៍ពីលោកលើកនេះខ្ញុំត្រូវដោះលែងនាងប្រឈមមុខនឹងវាសនាលោកសម្ដែងធ្វើជាគ្រួសាររបស់ខ្ញុំលោកនៅលេងសើចមិនតាន់គ្រប់ទៀតទេហេតុអីខ្ញុំមានអារម្មណ៍ថាគ្រប់គ្រងគ្រប់យ៉ាងលែងបានអញ្ចឹងលោកគ្រូសេវ៉ាន់អ៊ីខ្ញុំចូលចិត្តលោកខ្ញុំស្អប់លោកខ្លាំងណាស់